Hello សួស្តីបងប្អូនប្រុសស្រីយាយតាអ៊ំពូមីងទាំងអស់គ្នាត្រឡប់មកជួបជាមួយ admin សំឡេងស្រទន់រូបរាងសង្ហាជាងគេលើលោកទៀតហើយថ្ងៃនេះ admin អត់មានរឿងស្នេហាផ្អែមល្ហែមអីមកនិទានទេណាគឺសុំបដូររសជាតិមកព្រឺសម្បុរម្ដងថ្ងៃនេះ admin នឹងលើកយករឿងរន្ធត់បែបអបិយជំនឿខ្មែរយើងដែលល្បីតាំងពីដូនតានោះគឺរឿងកូនក្រក់គ្រាន់តែលើឈ្មោះក៏ព្រឹកក្បាលវោស្បាត់ទៅហើយមែនទេសម្រាប់អ្នកអត់ដឹងកូនក្រក់គឺជាវត្ថុស័ក្តិសិទ្ធិផ្លូវងងឹតដែលពួកគ្រូធ្មប់យកទារកដែលស្លាប់ក្នុងពោះម្ដាយមកវះយកទៅអាំងរហូតដល់ស្ងួតរួចសូត្រមន្តបញ្ចុះអាគមខ្មៅងងឹតថាកុំឲ្យខាតពេលយូរបងប្អូនទាញភួយមកដណ្ដប់ឲ្យចិត្តរួចស្ដាប់ admin បាញ់កំភ្លើងយន្តដូចតទៅសាច់រឿងយើងផ្ដើមឡើងនៅក្នុងភូមិដាច់ស្រយាលមួយមានប្តីប្រពន្ធមួយគូប្តីឈ្មោះអាសំណាងតែ admin សុំហៅវាថាអាប្រុសលោភលន់ចុះនិងប្រពន្ធឈ្មោះនាងនួនសុំហៅថាចែកអភ័ព្វដែលកំពុងពោះធំ7ខែទៅហើយអាប្រុសលោភលន់នេះវាមិនសូវគិតគូររកស៊ីអីទេគិតតែពីលេងល្បែងជំពាក់គេវ័នកថ្ងៃមួយកម្មអកុសលអីចែកអភ័ព្វគាត់ដើរទៅដងទឹកក៏រអិលជើងដួលផាំងបោកពោះស្លាប់ទាំងម្ដាយទាំងកូនតែម្ដងជំនួសដែលត្រូវយំសោកបោកខ្លួនអាប្រុសលោភលន់បែរជាត្រូវមិត្តភ័ក្តិខ្សឹបប្រាប់ពីក្បួនធ្វើអ្នកមានលឿនដោយយកសាកសពប្រពន្ធទៅឲ្យតែកុកសុំហៅថាតែគ្រូធ្មប់ចិត្តខ្មៅដើម្បីធ្វើពិធីយកកូនក្រក់យីអាប្រុសនេះចិត្តវាធ្វើពីអ្វីប្រពន្ធស្លាប់មិនទាន់បាត់ក្តៅផងវាលួចជីកកកាយសពប្រពន្ធយកទៅឲ្យតែគ្រូធ្មប់បាត់យកកណ្ដាលអាត្រៀតស្ងាត់ជ្រងំមានតែសំឡេងសត្វទីទុយយំគូគូតែគ្រូធ្មប់ក៏ចាប់ផ្ដើមសូត្របាលីរួចយកកំបិតយ៉ាងមុតទៅវះពោះចែកអភ័ព្វឆ្វាច់ឈាមហូរក្រហមឆ្អៅគាត់លូកដៃទាញយកទារកតូចចេញមករួចយកទៅអាំងលើភ្នក់ភ្លើងអាគមឆេវឆេវផ្សែងហុយត្រឡោមលាយឡំជាមួយសំឡេងទារកយំងាងាលន់ពេញព្រៃញាក់សាច់ហ្មងបងប្អូនអាំងទាល់តែស្ងួតប៉ុនកដៃទៅតែគ្រូសូត្រហៅវិញ្ញាណចូលរួចប្រគល់ឲ្យអាប្រុសលោភលន់ដោយផ្ដាំថាហែងត្រូវសែនបាយក្រហមនិងឈាមស្រស់ឲ្យវាស៊ីរាល់ថ្ងៃសិលកុំខានឲ្យសោះប្រយ័ត្នវាស៊ីហែងវិញបានកូនក្រក់មកដល់ដៃភ្លាមអាប្រុសលោភលន់ត្រូវឆ្នោតរង្វាន់ធំងាំងខ្លាយជាសេដ្ឋីប្រចាំភូមិមួយប្រព្រឹត្តភ្នែកវាសង់វិឡាធំស្កឹមស្កៃទិញឡានទំនើបនិងពិសេសគឺមានមីអូនសាច់សខ្ចីមកធ្វើជាប្រពន្ធចុងទៀតអត់មានឃើញហើយចង់តែស្ទុះទៅធាក់មួយជើងទេដោយសារតែវង្វេងនឹងស្រីញីនិងលុយកាក់អាប្រុសលោភលន់ចាប់ផ្ដើមភ្លេចឲ្យចំណីកូនក្រមួយសិលក៏អត់ពីរសិលក៏អត់កូនក្រដែលធ្លាប់តែឲ្យលៀបក៏ចាប់ផ្ដើមឃ្លានរហូតដល់ប្រែជាវិញ្ញាណសាហាវយប់មួយមេឃកំពុងតែរាំងភ្លៀងកលន់ប្រងប្រាំងភ្លើងវិឡាស្រាប់តែរលត់ព្រឹបអាប្រុសលោភលន់កំពុងដេកអោបមីអូនសាច់សខ្ចីស្រាប់តែឮសំឡេងក្មេងដើរអូសជើងសឹបមកឈរនៅចុងជើងគ្រែពុកខ្ញុំឃ្លានហេតុអីពុកមិនឲ្យបាយខ្ញុំស៊ីអាប្រុសលោភលន់បើកភ្នែកឡើងឃើញកូនក្រភ្នែកក្រហមឆ្អៅថ្មិញស្រួយលោតមកខំកមីអូនសាច់សខ្ចីខ្វាច់ឈាមបាញ់សាច់ពេញពុកអាប្រុសលោភលន់ភ័យបែកនោមដាក់ខោរត់ចេញពីផ្ទះព្រឹបតែរត់ទៅណាក៏មិនរួចព្រោះវិញ្ញាណកូនក្រក់និងខ្មោចប្រពន្ធដើមចែកអភ័ព្វបានមកឈរពាំងមុខទ្វាររួចញញឹមសម្លឹងមកវាទិដ្ឋភាពបន្ទាប់ admin សុំមិនរៀបរាប់ទេទុកឲ្យបងប្អូនស្រមៃខ្លួនឯងចោះព្រោះវាកប់សេរីពេកចុងបញ្ចប់នៃសាច់រឿងគឺអាប្រុសលោភលន់បានខ្លាចជាមនុស្សឈួតដែលរើសសម្រាមតាមផ្លូវចំណែកទ្រព្យសម្បត្តិដែលបានមកពីផ្លូវងងឹតក៏ខ្លាចជាផេះផង់រលាយបាត់អស់ទៅរឿងនេះចង់ប្រាប់យើងថាលុយដែលបានមកពីក្តីវិនិច្ឆ័យរបស់អ្នកដទៃជាពិសេសគឺលេងផ្លូវងងឹតវាហុចផលឲ្យយើងតែមួយឆាវទេតែពេលវាទារថ្លៃឈ្នួលវិញគឺសំបីតែជីវិតក៏សងមិនគ្រាន់ដែរអូខេបងប្អូនរឿងកូនក្រក់របស់ admin ថ្ងៃនេះគឺចប់តែប៉ុណ្្នឹងឯងតើបងប្អូនមានអារម្មណ៍មិនដែរព្រឺសម្បុរអត់បើចូលចិត្តសាច់រឿងកប់បែបនេះកុំភ្លេចជួយចុច like subscribe channel របស់ admin ម្នាក់មួយផងណាហើយសំខាន់បំផុតជួយ share វីដេអូនេះទៅកាន់មិត្តភ័ក្តិដែលចូលចិត្តស្ដាប់រឿងខ្មោចឲ្យបានឃើញគ្រប់គ្នាផងជួបជាមួយ admin នៅវីដេអូក្រោយៗទៀតជូនពរបងប្អូនជួបនេះដេកលក់ស្រួលកុំឲ្យយល់សពឃើញកូនក្រក់ណាហាបាយ